សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងជួបគ្នាជាថ្មីទៀតជាមួយនឹងវីដេអូនេះខ្ញុំធ្លាប់ចេញម្ដងហើយជាមួយនឹងការបិទពាណិជ្ជកម្មនៅលើទូរស័ព្ទអញ្ចឹងណាហើយយើងនិយាយស្រួលស្ដាប់ហ្នឹងទូរស័ព្ទរបស់យើងហ្នឹងគឺឆ្លងមេរោគដោយទូរស័ព្ទដែលខ្ញុំយកមកបង្ហាញជូនបងប្អូនទាំងអស់គ្នាហ្នឹងគឺទូរស័ព្ទនេះឲ្យតែមានអ៊ីនធឺណិតណាគឺយើងធ្វើការអង្គុយចុចអីអាការទេគឺវាលោតមកយកដល់អញ្ចឹងបានថាការឆ្លងនេះគឺឆ្លងច្រើនអូខេអញ្ចឹងសម្រាប់ការឆ្លងនេះខ្ញុំបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាវាមាន2ណាមួយទៀតឆ្លងដោយសារការ download កម្មវិធីហើយនិងមួយទៀតOppo ឬក៏ Android ផ្សេងអញ្ចឹងវាមានការ update ទៅវាធ្វើឲ្យការ update ហ្នឹងអត់ទាន់ល្អអញ្ចឹងវាអាចនាំមកដូចគ្នាណាអូខេអញ្ចឹងដើម្បីអាចធ្វើការលុបឥឡូវខ្ញុំសូមបង្ហាញបងប្អូនទាំងអស់គ្នាពី app បងប្អូនចូលមកកាន់ setting ហ្នឹងហើយបងប្អូនយកបញ្ជីកម្មវិធីហ្នឹងមកតោះមកបងប្អូនអូសមករកកម្មវិធីមួយណាដែលបងប្អូនគិតថាជាប្រភេទ game ឬក៏ជាកម្មវិធីណាមួយដែលធ្វើឲ្យទូរស័ព្ទរបស់បងប្អូនហ្នឹងឆ្លងនៅមេរោគហ្នឹងអូខេឥឡូវយើងធ្វើការអូសមកតិចទេបងប្អូនអូខេទូអានេះវារួមទោះបីយើងដាក់យន្តហោះបិទនេះយូរវាមកម្ដងដូចគ្នាអូខេនេះអូខេបងប្អូនឃើញកម្មវិធីមួយហ្នឹងគឺយើងសង្ស័យថាវាបណ្ដាលទូរស័ព្ទរបស់យើងហ្នឹងឆ្លងមេរោគហ្នឹងដូចគ្នាអញ្ចឹងយើងគ្រាន់តែចុចទៅលើវាមករួចយើងធ្វើការចុចលុបចេញមកទៅលុបអស់បងប្អូនចុចលុបនៅលើ icon ផ្ទាំងទូរស័ព្ទធម្មតាបងប្អូនលុបហើយវាអត់ទៅបាត់ទេព្រោះវានៅក្នុងនេះដដែលអញ្ចឹងណាអូខេអញ្ចឹងបងប្អូនចង់លុបឲ្យបាត់ឬបងប្អូនចូលក្នុងហ្នឹងអញ្ចឹងយើងមករក app ណាដែលធ្វើឲ្យទូរស័ព្ទហ្នឹងឆ្លងមេរោគទៀតមកអញ្ចឹងដូចជាអូខេអញ្ចឹងយើងអូសមួយមកមានកម្មវិធីណាដែលយើងសង្ស័យយើងធ្វើការលុបវាចេញទៅអូខេអញ្ចឹងអានេះខ្ញុំគិតថាអស់ហើយណាអូខេអញ្ចឹងសម្រាប់កម្មវិធីមួយនេះទៀតក៏អាចជាកម្មវិធីដែលច្រឡំមេរោគដែរប៉ុន្តែខ្ញុំសូមអត់ទាន់លុបវាទេយើងគ្រាន់តែសង្ស័យវាសិនបាយបើវានៅតែលោតទៀតយើងធ្វើការលុបវាទៀតដូចគ្នាអញ្ចឹងមុននឹងបញ្ចប់វីដេអូនេះខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាពីវិធីមួយទៀតដែលយើងបិទជាមួយនឹងsystem របស់វាអញ្ចឹងណាអូខេយើងចូលមកកាន់ setting តមកបងប្អូនយកពាក្យថាការភ្ជាប់ឥតខ្សែនេះបងប្អូនយកកន្លែងការភ្ជាប់ឥតខ្សែហ្នឹងមកចុចទៅលើវារួចហើយបងប្អូនយក DNS អញ្ចឹងបងប្អូនចុចទៅលើ DNS ឯកជនដែលបានកំណត់ហ្នឹងហើយរួចចុចពីក្រោមមកអូខេ